បារម្ភនៅពេលកូនជាទីស្រឡាញ់ក្អកម្ដងសូមញ៉ាំសេរ៉ូបំបត្តិក្អកអារ៉ាខាវមានរសជាតិឆ្ងាញ់ស្រួលញ៉ាំដែលកូនចូលចិត្តញ៉ាំអារ៉ាខាវក៏មានប្រសិទ្ធភាពសម្រាប់ផ្ដាសាយនិងហៀសម្បោរផងដែរសេរ៉ូអារ៉ាខាវគ្មានជាតិស្ករគ្មានអាល់កុលនិងមានសុវត្ថិភាពសម្រាប់កូនតូចអាយុ2ខួបឡើងទៅបំបត្តិក្អកផ្ដាសាយនិងហៀសម្បោរសូមញ៉ាំអារ៉ាខាវClean Normal Saline Solution ទឹកសេរ៉ូមអនាម័យមានសារធាតុសូដ្យូមក្លរ៉ៃសម្រាប់ប្រើខាងក្រៅធ្វើការសម្អាតផ្នែកលាងជ្រមុះធ្វើការសម្អាតក្បាលមុនបន្ទាប់ពីព្យាបាលរោគធ្វើការសម្អាតរបួសក៏បានទឹកសេរ៉ូមដបថ្លាស្លាកផ្ទៃមេឃសប Clean ផ្ដាសាយតាំងជ្រមុះហៀសម្បោរគ្រុនក្តៅខ្លួនទៀតញ៉ាំទីហ្វីទឹកបំបត្តិផ្ដាសាយតាំងជ្រមុះហៀសម្បោរគ្រុនក្តៅខ្លួនជាហើយឆ្ងាញ់ទៀតទីហ្វីទឹកសម្រាប់ក្មេងទីហ្វីក្របសម្រាប់មនុស្សចាស់ទឹកកកអនាម័យ Eva Premium Ice រីករាយជាមួយអាហារសុខភាពទឹកកកអនាម័យ Eva Premium Ice ត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតស្របតាមស្តង់ដារអន្តរជាតិទឹកកកអនាម័យ Eva Premium Ice មានការវេចខ្ចប់និងការដឹកជញ្ជូនយ៉ាងល្អដើម្បីធានាបាននូវអនាម័យខ្ពស់បំផុតទឹកកកអនាម័យ Eva Premium Ice មានប្រភេទទម្ងន់3គីឡូក្រាម5គីឡូក្រាមនិង16គីឡូក្រាមហើយក៏មានប្រភេទទឹកកកអនាម័យ Eva Premium Ice ដល់25អង្សាផងដែរដោយបានប្រើបច្ចេកវិទ្យាកំណត់ដល់25អង្សាជាមួយការវេចខ្ចប់ដោយប្រើកញ្ចប់មានក្បាច់កັບ Ziploc ងាយស្រួលក្នុងការទុកដាក់និងប្រើប្រាស់បានយូរមិនងាយរលាយនិងមិនស្អិតជាប់គ្នាមានសុវត្ថិភាពសម្រាប់កូនតូចរបស់អ្នក Eva Premium Ice រួមគ្នាថែទាំសុខភាព Evaនាំមកជូនដោយលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លាសារ៉ាអ៊ីវ៉ាទឹកកកអនាម័យ Premium Prim Nubu Tiffy Neotica Bamអរគុណអាយដាមបាទគឺខ្ញុំចង់សួរសំណួរមួយទៀតវាមានសារៈសំខាន់ខ្លាំងណាស់បាទគឺនៅក្នុងចុងអាណត្តិទី7ដែលអាដាមមកឡើងបានបន្តិចហើយនឹងដើមបាទគឺអាណត្តិទី8នេះយើងឃើញថានៅក្នុងវិញ្ញាសាកីឡាប្រដាល់គុនខ្មែរនោះគឺពុះគឺជ្រោះខ្លាំងមែនទែនមានន័យថារាល់ថ្ងៃគ្រាន់តែបើកយើងមើល social media ទៅបាទគឺនិយាយអំពីគុនខ្មែររហូតអាយដាមក្នុងនាមជាប្រធានសហព័ន្ធបាទគឺកីឡាប្រដាល់គុនខ្មែរហ្នឹងមានត្រៀមលក្ខណៈថាតើយើងធ្វើដំណើរទៅផ្លូវណាមួយហើយយើងត្រៀមយ៉ាងម៉េចធ្វើយ៉ាងម៉េចដើម្បីឲ្យមានការគ្រប់គ្រងឲ្យមាននិរន្តរភាពទៅមុខទៀតទេបាទឲ្យប្រជាជនយើងកាន់តែទុកចិត្តបាទខ្ញុំគឺអ្វីដែលបានធ្វើកន្លងមកនេះបាទយើងប្រឹងប្រែងដោយសកម្មភាពផ្ទាល់តែម្ដងបាទគឺយើងត្រូវតែសកម្មបាទជាចំណុចសំខាន់ណាដែលយើងក៏ចំណុចអស់នេះខ្ញុំបានរៀនសូត្រពីថ្នាក់ដឹកនាំយើងដែរថ្នាក់ដឹកនាំសម្ដេចមហាវត្តធម្មដីហ៊ុនម៉ាណែតលោកឡើងមកលោកសកម្មណាបាទថ្ងៃណាក៏កម្មវិធីដែរបាទផឹកល្ងាចយប់ឡើងជួនកាល11 12យប់បានទៅដល់ផ្ទះលោកអត់ទេលោកនៅជួនកាល12យប់នៅតំណាក់ឯកសារបាទឆាតឆ្លក់សុំឆ្លងអីលោកជួនកាលម៉ោង2ដល់ម៉ោង1យប់ឆ្លងទៅវិញបាទថ្ងៃមុនម៉ោង1យប់លោកតេមកចំនួនការលោកតេមកថាសម្ដេចលោកចង់ដឹងពីសុខទុក្ខកីឡាករយើងមួយដែលគួរថ្នាក់បាទអីម៉ោង1យប់ហ្នឹងថាសម្ដេចលោកនៅគិតបាទលោកសួរម៉ោង1យប់ថាកីឡាករហ្នឹងគ្រូថ្នាក់ហ្នឹងមិនហើយបានធូរនៅបាទអញ្ចឹងបានថាលោកនឿយហត់ហើយប្រឹងប្រែងអញ្ចឹងហើយយើងក្នុងនាមយើងជាបាទថ្នាក់ដឹកនាំខាងក្រោមនេះគឺត្រូវតែផឹងប្រែងដែរបាទប្រឹងប្រែងថាធ្វើម៉េចឲ្យសកម្មបាទសកម្មដើម្បីរត់ឲ្យទាន់រីករដ្ឋាភិបាលយើងបើមិនអញ្ចឹងទេយើងអត់ទេបាទព្រោះលោកសកម្មណាហើយបើយើងនៅស្ងៀមអត់បានទេបាទអញ្ចឹងសកម្មភាពទាំងអស់នេះហើយនឹងបង្ហាញទៅជាលទ្ធផលខ្ញុំជឿជាក់ថាការតែនិយាយតែប្រមុខមិនអាច
ធ្វើឲ្យអ្នកគ្រប់គ្រងយើងគាត់ពេញចិត្តគាត់សប្បាយចិត្តគាត់ងាកមកគ្រប់គ្រងបានទេខ្ញុំក៏ទទួលស្គាល់កន្លងមកពេលដែលខ្ញុំឡើងមកកាន់តួនាទីថ្មីមានគេទីទានច្រើនណាបាទមានជេមានអីទីទានខ្ញុំតាមបណ្ដាញសង្គមច្រើនតែខ្ញុំក៏មិនទៅបានថាខឹងសប្បាយទៅគាត់ដែរមិនខឹងសប្បាយតែខ្ញុំស្ដាប់ខ្ញុំពេលខ្លះខ្ញុំយកឱកាសទៅនេះខ្ញុំស្ដាប់ការទីទានទាំងអស់ហ្នឹងពួកខ្ញុំយើងចង់ឆ្លោះកញ្ចក់ដែរបាទយើងចង់ឆ្លោះកញ្ចក់ឲ្យឃើញតើយើងវាមានចំណុចខ្វះខាតកន្លែងណាប៉ុន្តែចំណុចខ្លះដែលគាត់ទីទានមកខ្ញុំគឺគាត់អត់ទាន់យល់ពីយើងគាត់អត់ទាន់ដឹងថាអ្វីដែលយើងកំពុងធ្វើហ្នឹងតើយើងមានផែនការអីគេហើយនឹងទៅរកផ្លូវណាអញ្ចឹងពេលដែលគាត់អត់យល់គាត់មិនបានគិតត្រឹមត្រូវមកលើយើងទេអញ្ចឹងយើងអត់ប្រកាន់ខឹងទេប៉ុន្តែខ្ញុំជឿជាក់ថាលទ្ធផលនឹងបង្ហាញឲ្យគាត់បាទព្រោះអីមកដល់បច្ចុប្បន្ននេះខ្ញុំជឿថាយើងមិនអាចប្រកែកបានទេថាគុណខ្មែររីកចម្រើនបាទព្រោះអីយើងប្រៀបធៀបពីសមិទ្ធផលពីមុននិងសមិទ្ធផលបច្ចុប្បន្នបាទយើងដឹងថាមិនដែលហៅថារីកចម្រើនអញ្ចឹងទោះបីជាគាត់នៅតែតិទៀនឬក៏ជេរខ្ញុំក៏គាត់មិនអាចប្រកែកថាគុណខ្មែររីកចម្រើនដែរបាទព្រោះអាហ្នឹងគឺជាសមិទ្ធផលដែលយើងបានធ្វើឡើងបាទពីមុន12 12កម្មវិធីក្នុងសប្តាហ៍ឥឡូវ20ជាងកម្មវិធីក្នុងសប្តាហ៍បាទពីមុនកីឡាករវាយសឹងថាមកប្រកួតកលឹកអណ្ដាតខ្ពស់បាន$500 $300 $500ឥឡូវមានដល់5000មានដល់10000បាទនេះហើយគឺជាទស្សនវិជ្ជាជាក់ស្ដែងហើយមានរង្វាន់តាំងពីម៉ូតូតាំងពីឡានតាំងពីផ្ទះទូរស័ព្ទហេតុអីបានអ្នកឧបត្ថម្ភទាំងអស់នោះគាត់ហ៊ានដាក់ដល់ផ្ទះឲ្យដោយសារទទួលការគ្រប់គ្រងបើអត់មានអ្នកគ្រប់គ្រងគុំថាឡើយផ្ទះតកង់គេអត់ដាក់ដែរបាទយើងចង់និយាយថាអញ្ចឹងបើអត់មានណាមើលមកពីអ្នកមើលច្រើនអញ្ចឹងបានគេហ៊ានឲ្យតម្លៃនៃការផ្សព្វផ្សាយផលិតផលគេរហូតដល់ហ៊ានឲ្យផ្ទះមួយដើម្បីមកផ្សព្វផ្សាយកម្មវិធីហ្នឹងបាទហ៊ានឲ្យឡានមួយដើម្បីផ្សព្វផ្សាយកម្មវិធីហ្នឹងព្រោះកម្មវិធីហ្នឹងគឺមានការគ្រប់គ្រងបាទហើយមួយទៀតការចង់ទៅប្រកួតនៅក្រៅប្រទេសកន្លងមកយើងឃើញជួនកាលមួយឆ្នាំបានចេញទៅម្ដងបាទខ្មែរគុណខ្មែរបានរយៈពេល20ឆ្នាំចុងក្រោយដូចបានទៅបារាំង2ដងឧទាហរណ៍ប៉ុន្តែឥឡូវក្នុងមួយឆ្នាំយើងទៅ3 4ដងណាបាទទៅ3 4ដងគាត់នៅឆ្នាំ2024នេះយើងទៅច្រើនប្រទេសមែនតើយើងទៅអូស្ត្រាលី2 3ដងយើងទៅបារាំង2 3ដងយើងទៅក្រិចយើងទៅជប៉ុនយើងទៅកូរ៉េយើងទៅចិនយើងទៅម៉ាឡេស៊ីយើងទៅច្រើនប្រទេសមែនតើបាទអេស្ប៉ាញបាទយើងទៅក្រិចបាទនេះច្រើនប្រទេសណាអញ្ចឹងបានថាអ្វីដែលជាសញ្ញានេះគឺឃើញថាយើងកំពុងតែរីកចម្រើនហើយបាទនេះគេហៅថារីកចម្រើនហើយបាទរីកចម្រើនបានថាយើងកំពុងតែរីកសុសសាយរីកដោះដាលបាទការកើនឡើងនៃការប្រកួតកម្រិតជីវភាពកីឡាករការទទួលស្គាល់គុណខ្មែរនៅលើឆាកអន្តរជាតិកាន់តែធំទៅបាទហើយនៅក្នុងឆ្នាំ2025នេះផែនការក៏យើងចេញទៅមិនក្រោម10ប្រទេសទៀតដែរមិនក្រោម10ប្រទេសទៅតាទៀតបាទឥឡូវនេះគឺខែ4នេះយើងចេញទៅអាមេរិកខែ5យើងទៅអាមេរិកអញ្ជើញទៀតនៅខែ8ក៏មានកម្មវិធីនៅអាមេរិកដែរគេអញ្ជើញយើងបាទគេចាប់ដើមអញ្ជើញយើងហើយចាប់ដើមស្គាល់យើងចាប់ដើមស្រឡាញ់យើងហើយណាស្រឡាញ់គុណខ្មែរហើយខែយើងមានផែនការខែ9យើងទៅឡម៉ង់បាទហើយនៅមានអាហ្វ្រិកខាងត្បូងមួយទៀតដែលយើងបានតាក់ទងហើយ sponsor ក៏មានហើយអីក៏មានហើយយើងនៅតែរងចាំតែពេលវេលាទេព្រោះយើងមានញឹកពេកបាទព្រោះយើងមិនព្រមបែងចែកពេលវេលាឲ្យ